សួស្តីកូនសិស្សានុសិស្សទាំងអស់គ្នាជាទីរាប់អានតើកូនទាំងអស់គ្នាសុខសប្បាយទេកូនបាទអញ្ចឹងនៅថ្ងៃនេះបាទលោកគ្រូនឹងមកបង្រៀនពីរបៀបបំបែកខ្នាតប្រវែងងាយណាកូនបាទអញ្ចឹងយើងសិក្សាអំពីតារាងនៃខ្នាតប្រវែងរបស់យើងទាំងអស់គ្នាសិនណាកូនបាទអញ្ចឹងតើកូនដឹងទេថាខ្នាតប្រវែងរបស់យើងដែលធំជាងគេគឺជាខ្នាតអ្វីដែរកូនបាទខ្នាតប្រវែងដែលធំជាងគេគឺគីឡូម៉ែត្រណាកូនបាទគឺយើងអាចសរសេរអក្សរកាត់ថាកូចុចមកម៉ូបាទជាភាសាអង់គ្លេសគឺយើងសរសេរអក្សរ km ណាកូនបាទបន្ទាប់ពីគីឡូម៉ែត្រមកគឺហិចតូម៉ែត្រណាកូនបាទហិចតូម៉ែត្រយើងសរសេរអក្សរកាត់អក្សរហចុចម៉ូបាទចំពោះភាសាអង់គ្លេសគឺអក្សរ h និងអក្សរ m ណាកូនបាទហិចតូម៉ែត្របន្ទាប់មកទៀតគឺដេកាម៉ែត្របាទដេកាម៉ែត្រយើងសរសេរអក្សរដដាក់ស្រអាចុចម៉ូណាកូនបាទចំណែកអក្សរអង់គ្លេសគឺអក្សរ D អក្សរ A និងអក្សរ M បាទដេកាម៉ែត្របន្ទាប់មកគឺដល់ខ្នាតម៉ែត្របាទម៉ែត្រគឺយើងសរសេរអក្សរកាត់អក្សរម៉ូបាទចំណែកអក្សរអង់គ្លេសយើងសរសេរអក្សរ M បាទបន្ទាប់ពីម៉ែត្រមកបាទគឺដល់ដេស៊ីម៉ែត្របាទដេស៊ីម៉ែត្រយើងសរសេរអក្សរកាត់អក្សរដចុចម៉ូបាទចំណែកអក្សរអង់គ្លេសគឺអក្សរ D និងអក្សរ M បាទបន្ទាប់ពីដេស៊ីម៉ែត្រមកបាទគឺដល់សង់ទីម៉ែត្របាទសង់ទីម៉ែត្រយើងសរសេរអក្សរសចុចម៉ូបាទចំណែកជាភាសាអង់គ្លេសគឺយើងសរសេរអក្សរ C និងអក្សរ M ណាកូនបាទបន្ទាប់ពីសង់ទីម៉ែត្រមកបាទគឺដល់មីលីម៉ែត្របាទខ្នាតមីលីម៉ែត្រគឺតូចជាងគេណាកូនបាទគឺយើងសរសេរអក្សរម៉ូចុចម៉ូបាទចំណែកឯភាសាអង់គ្លេសគឺយើងសរសេរអក្សរ M ពីរដងមកបាទអក្សរ M មកបាទគឺមីលីម៉ែត្របាទអញ្ចឹងចំពោះខ្នាតប្រវែងរបស់យើងនេះណាកូនគឺតូចធំជាងគ្នា10ដងណាកូនបាទពីមីលីម៉ែត្រទៅសង់ទីម៉ែត្រគឺតូចធំជាងគ្នា10ដងពីសង់ទីម៉ែត្រទៅដេស៊ីម៉ែត្រតូចធំជាងគ្នា10ដងពីដេស៊ីម៉ែត្រទៅម៉ែត្រតូចធំជាងគ្នា10ដងដែរពីម៉ែត្រទៅដេកាម៉ែត្រតូចធំជាងគ្នា10ដងដែរណាកូនបាទពីដេកាម៉ែត្រទៅហិចតូម៉ែត្រគឺតូចធំជាងគ្នា10ដងដែរពីហិចតូម៉ែត្រទៅគីឡូម៉ែត្រក៏តូចធំជាងគ្នា10ដងដែរណាកូនបាទអញ្ចឹងកូនទាំងអស់គ្នាបានស្គាល់អំពីឈ្មោះនៃខ្នាតប្រវែងរបស់យើងហើយណាកូនបាទឥឡូវយើងចូលទៅលំហាត់របស់យើងតែម្ដងណាកូនបាទលំហាត់របស់យើងគឺគេសួរថាតើ3គីឡូម៉ែត្របាទស្មើប៉ុន្មានមីលីម៉ែត្របាទអញ្ចឹងដើម្បីដឹងថា3គីឡូម៉ែត្រស្មើប៉ុន្មានមីលីម៉ែត្រឥឡូវយើងទៅមើលតារាងនៃខ្នាតប្រវែងរបស់យើងទាំងអស់គ្នាណាកូនបាទអញ្ចឹង3គីឡូម៉ែត្រអញ្ចឹងគីឡូម៉ែត្រនៅត្រង់នេះបាទអញ្ចឹងលោកគ្រូសូមដាក់លេខ3នៅកន្លែងបាទគីឡូម៉ែត្រយើងនេះសិនមកបាទបន្ទាប់មកទៀតកូនមើលតើខ្នាតមីលីម៉ែត្រយើងនៅកន្លែងណាកូនបាទខ្នាតមីលីម៉ែត្ររបស់យើងគឺនៅខាងចុងនេះបាទអញ្ចឹងយើងថែម0នៅតាមប្រឡោះខ្នាតរបស់យើងនីមួយហ្នឹងឲ្យដល់ខ្នាតមីលីម៉ែត្រមកណាកូនបាទឥឡូវកូនមើលយើងថែម0រួចហើយតើពីគីឡូម៉ែត្រទៅមីលីម៉ែត្របាទតើស្មើប៉ុន្មានបាទអញ្ចឹងយើងរាប់មើលបាទរាយ10រយពាន់ម៉ឺនសែនលានបាទស្មើ3លានមីលីម៉ែត្របាទ3គីឡូម៉ែត្រស្មើ3លានមីលីម៉ែត្របាទអញ្ចឹងលំហាត់របស់យើងនេះលោកគ្រូសូមសរសេរលេខ3លាន
បាទនៅកន្លែងចុចយើងនេះមកបាទដូច្នេះ3គីឡូម៉ែត្របាទគឺមាន3លានមីលីម៉ែត្របាទតើកូនបាទយល់ពីការបំបែកຂະຫນាតនេះដែរទេកូនបាទអញ្ចឹងលោកគ្រូសូមដាក់លំហាត់យើងមួយទៀតបាទដើម្បីឲ្យកូនបានយល់ពីការបំបែកຂະຫນាតប្រវែងនេះបាទលំហាត់របស់យើងគេសួរថាបាទតើ5សង់ទីម៉ែត្រស្មើប៉ុន្មានបាទដេកាម៉ែត្របាទតើ5សង់ទីម៉ែត្រស្មើប៉ុន្មានដេកាម៉ែត្រឥឡូវតើយើងបំបែកຂະຫນាតនេះរបៀបម៉េចឥឡូវកូនមើលលោកគ្រូបំបែកទាំងអស់គ្នាណាកូនបាទឥឡូវកូនមើលបាទតើ5សង់ទីម៉ែត្របាទសង់ទីម៉ែត្រយើងនៅកន្លែងណាកូនសង់ទីម៉ែត្របាទសង់ទីម៉ែត្រយើងគឺនៅកន្លែងនេះអញ្ចឹងលោកគ្រូសូមដាក់លេខ5នៅកន្លែងសង់ទីម៉ែត្រយើងសិនមកណាកូនបាទ5សង់ទីម៉ែត្របន្ទាប់មកទៀតតើគេឲ្យយើងបំបែកទៅຂະຫນាតណាបាទ5សង់ទីម៉ែត្រយើងបំបែកទៅຂະຫນាតដេកាម៉ែត្រណាកូនបាទតើដេកាម៉ែត្រនៅកន្លែងណាបាទនេះនៅកន្លែងពណ៌ស្វាយនេះបាទអញ្ចឹងយើងចាប់ដើមថែម0មកឲ្យដល់ដេកាម៉ែត្រមកណាកូនបាទតាមប្រឡោះនៃຂະຫນាតយើងនីមួយហ្នឹងយើងថែម0មកឲ្យដល់ដេកាម៉ែត្រមកណាកូនបាទត្រង់ចំណុចនេះបាទត្រង់ការបំបែកពីតូចទៅធំនេះបាទនៅពេលដែលយើងថែម0ដល់ຂະຫນាតដែលយើងត្រូវបំបែកហើយបាទគឺយើងត្រូវដាក់សញ្ញាចុចទៅកន្លែងលេខ0នៃຂະຫນាតយើងត្រូវបំបែកហ្នឹងណាកូនបាទដូច្នេះបាទចម្លើយរបស់យើងគឺ5សង់ទីម៉ែត្រស្មើ 0.005 ដេកាម៉ែត្រណាកូនបាទបើយើងបំបែកពីຂະຫນាតធំទៅតូចគឺយើងមិនបាច់ប្រើចុចទេបាទគឺយើងថែម0យកតែម្ដងណាកូនបាទតែលក្ខខណ្ឌនៃការបំបែកពីຂະຫນាតតូចទៅធំនេះយើងត្រូវបាទប្រើសញ្ញាចុចឬក៏ក្បៀសបាទពីខាងក្រោយនៃចំនួនຂະຫນាតរបស់យើងនេះណាកូនបាទអញ្ចឹងតើកូនយល់ពីរបៀបនៃការបំបែកຂະຫນាតប្រវែងនេះហើយឬនៅកូនបាទគឺគ្មានអ្វីពិបាកនោះទេណាកូនដោយសារអីយើងចេះអំពីຂະຫນាតប្រវែងរបស់យើងរួចស្រេចហើយណាកូនបាទកូនត្រូវទន្ទិញຂະຫນាតប្រវែងរបស់យើងនេះពីធំទៅតូចពីតូចទៅធំហ្នឹងឲ្យចាំទាំងអស់គ្នាណាកូនបាទដូច្នេះនៅពេលដែលយើងធ្វើលំហាត់គឺយើងនេះយើងចេះបំបែកហើយយើងដឹងថាពីគីឡូម៉ែត្រទៅម៉ែត្រយើងត្រូវថែម0ប៉ុន្មានបាទអញ្ចឹងពីម៉ែត្រទៅហិកតូម៉ែត្រយើងថែម0ប៉ុន្មានអញ្ចឹងបាទដូច្នេះយើងទាមទារឲ្យកូនទាំងអស់គ្នាត្រូវចាំអំពីបាទឈ្មោះនៃຂະຫນាតប្រវែងរបស់យើងឲ្យបានច្បាស់ណាកូនបាទអញ្ចឹងបាទលោកគ្រូសូមថែមលំហាត់យើងមួយទៀតមើលបាទដើម្បីឲ្យកូនបាទបានយល់ច្បាស់ទាំងអស់គ្នាណាកូនបាទអញ្ចឹងបាទលោកគ្រូសូមដាក់លំហាត់លេខបាទតើ1234សង់ទីម៉ែត្របាទតើស្មើប៉ុន្មានគីឡូម៉ែត្របាទចាំមើលតើលំហាត់នេះយើងត្រូវបំបែករបៀបម៉េចណាកូនបាទអញ្ចឹងចាំមើលលោកគ្រូទាំងអស់គ្នាណាកូនបាទអញ្ចឹងលំហាត់របស់យើងនេះបាទដើម្បីយើងបំបែកវាឲ្យត្រឹមត្រូវតាមຂະຫນាតប្រវែងបាទគឺកូនត្រូវមើលលេខពីខាងចុងរបស់វានេះណាកូនបាទគឺខ្ទង់រាយនេះណាកូនបាទលេខ4នេះបាទលេខ4ហ្នឹងគឺវានៅយើងត្រូវដាក់វាត្រូវនឹងຂະຫນាតសង់ទីម៉ែត្រមកណាកូនបាទ
អញ្ចឹងលោកគ្រូសូមសរសេរលេខ4នៅកន្លែងຂະຫນាតសង់ទីម៉ែត្រមកណាកូនបាទបន្តមកទៀតបាទកូនត្រូវសរសេរលេខដែលនៅពីក្រោយលេខ4បន្តគ្នានឹងមកបាទដាក់តាមប្រឡោះនៃຂະຫນាតប្រវែងរបស់យើងនីមួយនឹងមកណាកូនបាទគឺលេខ3យើងដាក់នៅកន្លែងដេស៊ីម៉ែត្របាទចំណែកឯលេខ2យើងដាក់កន្លែងម៉ែត្រមកបាទចំណែកឯលេខ1យើងដាក់កន្លែងដេកាម៉ែត្រមកណាកូនបាទបន្តមកទៀតកូនមើលថាតើលំហាត់របស់យើងនេះគេឲ្យបំបែកទៅຂະຫນាតណាបាទពីសង់ទីម៉ែត្រហ្នឹងបំបែកទៅຂະຫນាតណាបាទគឺពីសង់ទីម៉ែត្របំបែកទៅគីឡូម៉ែត្របាទអញ្ចឹងយើងត្រូវថែម0បន្ទាប់ពីបាទលេខ1យើងហ្នឹងបាទមកហិកតូម៉ែត្រមួយទៀតមកបន្ទាប់មកថែមមួយទៀតឲ្យដល់គីឡូម៉ែត្រមកណាកូនបាទបន្ទាប់ពីយើងថែម0បាទដល់គីឡូម៉ែត្ររួចហើយបាទគឺយើងដាក់ក្បៀសមួយបាទនៅកន្លែងបាទគីឡូម៉ែត្រហ្នឹងមកណាកូនបាទអញ្ចឹងចម្លើយរបស់យើងបាទលោកគ្រូសូមយកមកសរសេរនៅកន្លែងចុចយើងនេះមកបាទគឺ1234សង់ទីម៉ែត្របំបែកទៅគីឡូម៉ែត្រស្មើ 0.01234 គីឡូម៉ែត្របាទអញ្ចឹងតើកូនយល់ច្បាស់ដែរទេកូនបាទការបំបែកຂະຫນាតយើងនេះបាទអញ្ចឹងលោកគ្រូសូមដាក់លំហាត់ចុងក្រោយមួយទៀតបាទឲ្យកូនបានយល់បន្ថែមទៀតណាកូនបាទលំហាត់របស់យើងបាទតើ25ហិកតូម៉ែត្របាទស្មើប៉ុន្មានមីលីម៉ែត្របាទឥឡូវកូនទាំងអស់គ្នាមើលពីរបៀបបំបែកຂະຫນាតប្រវែងរបស់យើងទាំងអស់គ្នាណាកូនបាទមុនដំបូងបាទកូនយើងមើលថាតើຂະຫນាតហិកតូម៉ែត្រនៅកន្លែងណាកូនបាទຂະຫນាតហិកតូម៉ែត្រគឺនៅបាទកន្លែងពណ៌ទឹកក្រូចនេះណាកូនបាទអញ្ចឹងយើងត្រូវមើលបាទលេខ5របស់យើងនេះណាកូនបាទគឺយើងត្រូវយកលេខ5នេះយើងត្រូវយកមកដាក់កន្លែងហិកតូម៉ែត្រនឹងមកណាកូនបាទបន្តមកទៀតបាទកូនត្រូវយកលេខ2របស់យើងនេះបាទមកដាក់កន្លែងគីឡូម៉ែត្រនេះមកណាកូនបាទបន្តមកទៀតបាទយើងមើលថាតើយើងຂະຫນាតរបស់យើងត្រូវបំបែកទៅដល់ណាបាទគឺយើងបំបែកពីហិកតូម៉ែត្រទៅដល់មីលីម៉ែត្របាទអញ្ចឹងប្រឡោះយើងនៅសល់ប៉ុន្មានប្រឡោះទៀតដើម្បីដល់មីលីម៉ែត្របាទគឺនៅ5ប្រឡោះទៀតបាទដូច្នេះយើងថែម0បាទទាំង5ប្រឡោះមកណាកូនបាទអញ្ចឹងលោកគ្រូសូមសរសេរចម្លើយនៅកន្លែងចុចយើងនេះមកណាកូនបាទដូច្នេះ25ហិកតូម៉ែត្របាទយើងបំបែកទៅមីលីម៉ែត្រស្មើបាទ2លាន5សែនមីលីម៉ែត្របាទអញ្ចឹងតើកូនបាទយល់ច្បាស់ហើយឬនៅកូនអំពីរបៀបបំបែកຂະຫນាតប្រវែងនេះបាទលោកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាយល់ច្បាស់ហើយណាកូនបាទអញ្ចឹងបាទមេរៀនរបស់លោកគ្រូនេះបានដល់ទីបញ្ចប់ហើយណាកូនបាទអញ្ចឹងសូមកូនខិតខំរៀនសូត្របន្ថែមទៀតណាកូនបាទអញ្ចឹងលោកគ្រូសូមអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀតណាកូន